នៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកខ្ញុំសម្រាប់ជ្រើសរើសយកព័ត៌មានសំខាន់ៗចំនួន5មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទព័ត៌មានទី1នេះគឺកិច្ចព្រមព្រៀងនៅក្នុងប្រទេសលីបង់ឥឡូវហាក់ដូចជាបែកបាក់ទៅហើយដោយសារតែមានការប្រយុទ្ធគ្នាឡើងវិញហើយក្នុងពេលដែលលោកប្រធានាធិបតីដូណាល់ត្រាំខិតខំព្យាយាមធ្វើឲ្យបានសម្រេចនៅកិច្ចព្រមព្រៀងជាមួយនឹងប្រទេសអ៊ីរ៉ង់ក្នុងពេលនោះដែរគឺបែរជាខាងអ៊ីស្រាអែលបានការវាយប្រហារទៅលើប្រទេសលីបង់បន្ថែមទៀតទៅលើគោលដៅក្រុមហេសបូឡាហើយព័ត៌មានទី2នេះគឺអ៊ីរ៉ង់បានព្រមានថាខ្លួនអាចនឹងសងសឹកសហរដ្ឋអាមេរិកវិញក្រោយពីទាហានជើងទឹករបស់សហរដ្ឋអាមេរិកបានបាញ់ទៅលើគោលដៅបាញ់មីស៊ីលហើយនឹង drone របស់ហើយនឹងទូករបស់ប្រទេសអ៊ីរ៉ង់ដែលបានព្យាយាមដាក់មីននៅច្រកហមូសបាទគឺមកដល់ពេលនេះកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍នៅមិនទាន់សម្រេចបាននៅឡើយទេដូច្នេះជាការមួយគម្រាមកំហែងទៅដល់ការខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់ព័ត៌មានទី3នេះគឺរដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាលោកប្រាសុខុនបានថ្លែងរួចហើយនៅថ្ងៃអង្គារទី26ខែឧសភានេះនៅឯវេទិកាអង្គការសហប្រជាជាតិនៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលជាកិច្ចប្រជុំបើកចំហនិយាយអំពីយន្តការសន្តិភាពលោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់អំពីការប្រើប្រាស់យន្តការការទូតនៅក្នុងការដោះស្រាយទំនាស់បាទហើយក៏បានថ្លែងអំណរគុណប្រទេសមួយចំនួនដែលបានខិតខំប្រឹងប្រែងជួយឲ្យមានបទជុំគ្នារវាងកម្ពុជាជាមួយនឹងប្រទេសថៃហើយព័ត៌មានទី4នេះគឺសម្រាប់នៅសហរដ្ឋអាមេរិកទេណាប្រិមិត្តប៉ុន្តែខ្ញុំយកមកចែកដើម្បីឲ្យប្រិមិត្តបានដឹងថានៅសហរដ្ឋអាមេរិកយ៉ាងម៉េចឥឡូវនេះរដ្ឋបាលលោកប្រធានាធិបតីដូណាល់ត្រាំបានស្នើឲ្យបុគ្គលិករដ្ឋាភិបាលទាំងអស់ចុះហត្ថលេខាទៅលើកិច្ចសន្យាព្រមព្រៀងថាមិនធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលនោះទេបាទនេះជាការមួយដែលបានលើកឡើងក៏ប៉ុន្តែក៏បានដាក់ថាក្នុងលក្ខណៈលក្ខខណ្ឌស្ម័គ្រចិត្តតែណាដែលធ្វើរាជការគឺត្រូវតែចុះហត្ថលេខាបាទហើយបានអនុញ្ញាតឲ្យទីភ្នាក់ងារឬក៏ហៅថាក្រសួងរបស់រដ្ឋាភិបាលនានាធ្វើការសម្រេចចិត្តដោយខ្លួនឯងថាតើត្រូវឲ្យបុគ្គលិកចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងថាមិនធ្វើឲ្យបែកការសម្ងាត់របស់រដ្ឋាភិបាលដែរឬយ៉ាងណាហើយព័ត៌មានទី5ចុងក្រោយនេះគឺជាការផ្ទុះនៅរោងចក្រគីមីនៅក្នុងរដ្ឋ Washington State បាទដែលបានដដាលឲ្យមនុស្សស្លាប់ជាច្រើនក៏ប៉ុន្តែមិនដឹងថាចំនួនប៉ុន្មានហើយក៏មានអ្នករបួសច្រើនផងដែរបាទប្រហែលថ្ងៃមុនមានការព្រួយបារម្ភថាអាចនឹងបែកធ្លាយផ្ទុះនៅឯរដ្ឋ California រោងចក្រគីមីដែរក៏ប៉ុន្តែមកដល់យប់មិញគឺស្ថានភាពគ្រោះថ្នាក់លេចអីហើយដោយសារតែវាផ្ទុះនៅខាងលើបន្តិចបែកធ្លាយចេញហើយដូច្នេះការផ្ទុះធំអត់អីទេឬខ្លួនបែកជានៅខាង Seattle បាទនៅខាង Washington State នៅវិញបែកជាមានសម្លេងផ្ទុះបណ្ដាលឲ្យមនុស្សស្លាប់នៅរោងចក្រគីមីដែរបាទនេះជាព័ត៌មានសំខាន់ៗដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាព័ត៌មានពុស្ដាទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានកាសែត Washington Post ខ្ញុំសូមដកសំពីកាសែត Washington Post មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបើយកតាមការរាយការណ៍របស់កាសែត Washington Post បានឲ្យដឹងថាការប្រយុទ្ធគ្នារវាងទាហានរបស់អ៊ីស្រាអែលហើយនិងក្រុមហេសបូឡាគឺបានកើនឡើងយ៉ាងខ្លាំងបន្ថែមទៀតហើយនៅថ្ងៃអង្គារនេះបាទក្នុងគណៈពេលដែលទីក្រុងតេហ៍រ៉ង់បានគម្រាមថានឹងសងសឹកសហរដ្ឋអាមេរិកវិញបាទហើយកិច្ចព្រមព្រៀងសន្តិភាពដែលមានលក្ខណៈផុយស្រួយរវាងប្រទេសអ៊ីស្រាអែលជាមួយនឹងប្រទេសលីបង់នោះឥឡូវនេះគឺកាន់តែឈានទៅរកការដួលរលំរលាយមែនទែនហើយគឺអ៊ីស្រាអែលវិញបានបើកការវាយប្រហារចូលកាន់តែជ្រៅចូលទៅក្នុងទឹកដីរបស់ប្រទេសលីបង់បាទនេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលគឺលោក Benjamin Netanyahu បានបញ្ជាក់ប្រាប់ថាកងកម្លាំងជើងគោករបស់អ៊ីស្រាអែលបានរុញហួសពីតំបន់ដែលកំណត់ព្រំដែនដែលបានគូសក្រោយពីមានកិច្ចព្រមព្រៀងបទជុំគ្នាកាលពីខែមុនបាទរវាងអ៊ីស្រាអែលជាមួយនឹងលីបង់ដូច្នេះការបើកផ្ទុះនៅការប្រយុទ្ធគ្នាតាំងតែវិញនៅថ្ងៃនេះបានបង្ខំឲ្យមនុស្សជាច្រើនរត់គេចចេញពីលំនៅឋានលោកនេតាញ៉ាហ៊ូបានបន្ថែមទៀតថាកងកម្លាំងយោធារបស់អ៊ីស្រាអែលឥឡូវនេះកំពុងធ្វើប្រតិបត្តិការដោយទ្រង់ទ្រីធំតែម្ដងនៅលើដីបាទហើយនឹងចាប់យកព្រៃដែលមានលក្ខណៈយុទ្ធសាស្ត្រសំខាន់ដើម្បីបើកការវាយប្រហារបន្តទៀតទៅលើក្រុមហេសបូឡាកងយោធារបស់អ៊ីស្រាអែលក៏កំពុងតែធ្វើប្រតិបត្តិការតាមលក្ខណៈមួយដែលសម្ដៅទៅលើគោលដៅដែលពួកគេបានកំណត់ទុកជាមុនបាទដើម្បីកំទេចអ្វីដែលអ៊ីស្រាអែលប្រើពាក្យថា direct threats គឺការគំរាមកំហែងដោយផ្ទាល់នេះបើយោងទៅតាមសេចក្តីណែនាំដែលចេញមកពីមន្ត្រីយោធាឬថាបទបញ្ជាចេញពីមន្ត្រីយោធាដែលបានចេញមកហើយបានប្រាប់ឲ្យអ្នកសារព័ត៌មានបានដឹងបើទោះបីជាមានបទជប់បាញ់គ្នាក៏ដោយគឺអ៊ីស្រាអែលនិងហេសបូឡាគឺនៅតែបន្តការប្រយុទ្ធគ្នាដោយមិនឈប់ឈរទេក្នុងអំឡុងពេលនោះគឺមានមនុស្សចំនួន700នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់បាទចាប់តាំងពីបទជប់បាញ់ចូលជាធរមាននៅពាក់កណ្ដាលខែមេសាបាទគាត់ចូលបទជប់បាញ់ចូលហើយហ្នឹងតាំងពីពាក់កណ្ដាលខែមេសារហូតដល់ឥឡូវខែ5នេះជាងមួយខែស្លាប់700នាក់បាទជាង700នាក់បាទនឹងបទជប់បាញ់ចូលជាធរមានផងបាទហើយមន្ត្រីអ៊ីស្រាអែលវិញបានដឹងថាទាហានរបស់អ៊ីស្រាអែលយ៉ាងហោចណាស់បានស្លាប់បាត់បង់ជីវិតផងដែរនៅតំបន់ភាគខាងត្បូងនៃប្រទេសលីបង់ការចរចាកាលពីលើកមុនដោយកម្ររវាងអ៊ីស្រាអែលនិងប្រទេសលីបង់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកបានឈានទៅដល់កិច្ចព្រមព្រៀងជប់បាញ់គ្នាណាក៏ប៉ុន្តែខាងក្រុមហេសបូឡាគាត់ថាគាត់មិនទទួលស្គាល់នៅកិច្ចព្រមព្រៀងដែលសម្រេចដោយរដ្ឋាភិបាលរបស់ប្រទេសលីបង់នោះទេបាទអញ្ចឹងហើយដូច្នេះការប្រយុទ្ធគ្នាកាន់តែបន្តថែមទៀតព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post ដែលខ្ញុំដកស្រង់មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាខ្ញុំបានជម្រាបជូនកាលពីយប់មិញគឺម៉ោងនៅខាងសហរដ្ឋអាមេរិកយប់មិញបាទដែលទៅជាពេលព្រឹកម្សិលមិញណាព្រឹកម្សិលមិញគឺបាទមិនមែនទេយប់មិញម៉ោងនៅក្នុងប្រទេសកម្ពុជាដែលត្រូវជាយប់មិញម៉ោងនៅក្នុងសហរដ្ឋអាមេរិកត្រូវជាពេលព្រឹកណាមកនៅប្រទេសកម្ពុជាបាទពេលប្រទេសកម្ពុជានោះគឺបានបញ្ជាក់ឲ្យដឹងថាខាងសហរដ្ឋអាមេរិកបានបើកការវាយប្រហារទៅលើគោលដៅរបស់អ៊ីរ៉ង់ឥឡូវនៅថ្ងៃនេះគឺអ៊ីរ៉ង់បានប្រកាសថាខ្លួនអាចនឹងសងសឹកមកវិញមកលើសហរដ្ឋអាមេរិកបាទ
បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post ឲ្យដឹងថាសហរដ្ឋអាមេរិកបានបើកការវាយប្រហារថ្មីមួយដែលខ្លួនហៅថាជាការវាយប្រហារដើម្បីការពារខ្លួនទៅលើគោលដៅរបស់ប្រទេសអ៊ីរ៉ង់កាលពីយប់ថ្ងៃច័ន្ទបាទដែលទំនងជាអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងការចរចាការទូតដើម្បីបញ្ចប់សង្គ្រាមដែលបានបើកចាប់ផ្ដើមតាំងពីខែកុម្ភៈឆ្នាំនេះមកបើតាមការប្រកាសរបស់ខាងសហរដ្ឋអាមេរិកគឺបានចាត់ទុកថានោះគឺជាការវាយប្រហារដើម្បីការពារខ្លួនទេដោយសារតែខាងអ៊ីរ៉ង់នោះគឺបានព្យាយាមដាក់មីននៅច្រកហូមូសហើយសហរដ្ឋអាមេរិកបាទខិតខំកំទេចនៅគោលដៅដែលមានសក្តានុពលអាចនឹងគម្រាមកំហែងទៅដល់សន្តិសុខរបស់កងទ័ពសហរដ្ឋអាមេរិកនៅតំបន់នោះដូច្នេះនៅថ្ងៃនេះគឺខាងអ៊ីរ៉ង់បានឆ្លើយតបមកវិញតាមរយៈសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះគឺក្រសួងការបរទេសរបស់អ៊ីរ៉ង់បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលប្រទេសអ៊ីរ៉ង់បានចាត់ទុកថាគឺជាការរំលោភយ៉ាងជាក់ស្ដែងនៃបទច្បាញ់គ្នាហើយគឺអាចនឹងបាទជាសកម្មភាពមួយដែលអ៊ីរ៉ង់ថាត្រូវតែឆ្លើយតបផងដែរគឺមិនអាចឲ្យរួចខ្លួនបាននោះទេយោធារបស់សហរដ្ឋអាមេរិកបានទទួលស្គាល់ថាមានការវាយប្រហារមែនកាលពីយប់ថ្ងៃច័ន្ទគឺរយៈពេលប្រមាណម៉ោងក្រោយពីលោកប្រធានាធិបតីដូណាល់ត្រាំបានមានប្រសាសន៍បានសរសេរតាមបណ្ដាញសង្គមថាកងកម្លាំងថាអ៊ីរ៉ង់សន្ទុំដល់ទៀតបាននិយាយនៅតាមបណ្ដាញសង្គមថាសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ដែលចម្រាញ់ហើយគឺអាចនឹងបាទត្រូវប្រគល់ភ្លាមៗមកឲ្យសហរដ្ឋអាមេរិកបាទដែលអាចនឹងយកមកសហរដ្ឋអាមេរិកដោយផ្ទាល់ឬក៏ត្រូវបំផ្លាញចោលនេះគឺជាការមួយដែលលើកឡើងឬក៏សហរដ្ឋអាមេរិកសម្រាប់បំផ្លាញចោលនៅក្នុងប្រទេសអ៊ីរ៉ង់ហើយក៏ប៉ុន្តែអ៊ីរ៉ង់គឺនៅតែមិនទាន់បានយល់ព្រមជាផ្លូវការចំពោះលក្ខខណ្ឌទាំងអស់នោះនៅឡើយទេហើយនៅពេលដែលអ្នកសារព័ត៌មានបានសួរលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកលោក Marco Rubio លោកបានបញ្ជាក់ថាទុករយៈពេលប្រមាណថ្ងៃទៀតសិនហើយលោកសង្ឃឹមថានឹងមានដំណោះស្រាយការទូតកើតឡើងពិតប្រាកដនៅក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់នេះបាទអញ្ចឹងដូច្នេះជាសរុបមកវិញគឺអត់ទាន់មានកិច្ចព្រមព្រៀងអីនៅឡើយទេដែលប្រកាសកាលពីប្រមាណថ្ងៃមុនថាក្នុងពេលខ្លីៗនេះហើយគឺអ៊ីរ៉ង់គាត់នឹងឆ្លើយតបពីព្រោះសំណើនោះទៅដល់ដៃអ៊ីរ៉ង់ហើយអ៊ីរ៉ង់អាចនឹងមានក្រុមស៊ីវិលចង់សម្របសម្រួលខាងក្រុមយោធានៅមិនទាន់ចង់សម្របសម្រួលហើយសហរដ្ឋអាមេរិកនៅមិនទាន់ព្រមព្រៀងទៅលើលក្ខខណ្ឌដែលការឲ្យបង្កលែងបង្កទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលសរុបទៅមានទឹកប្រាក់ប្រមាណជាបាទតួលេខផ្លូវការដែលផ្សាយមិនទាន់ផ្លូវការហ្នឹងគឺមានតែតាមបណ្ដាញសារព័ត៌មានឲ្យដឹងថាប្រហែលជា$12,000 លានកាលមុនថា6ទេឥឡូវនេះចុងក្រោយនេះគឺសូថាមានដល់$12,000 លានដែលទៅបានបង្កនៅបណ្ដាប្រទេសនេះហើយខាងអ៊ីរ៉ង់គាត់សុំឲ្យបាទបញ្ចេញមកឲ្យគាត់វិញដើម្បីជាធ្នូក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនេះបាទព័ត៌មានទី3នេះគឺជាលទ្ធផលខ្លះដែលយើងបានដឹងពីសន្និដ្ឋានរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជានៅឯបូរីញូវយ៉កសហរដ្ឋអាមេរិកនៅក្នុងវេទិការបស់អង្គការសហប្រជាជាតិគឺកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបាទរូបភាពនេះខ្ញុំហើយក្រុមសារគឺខ្ញុំបានដកស្រង់ពីគេហទំព័ររបស់ក្រសួងការបរទេសរបស់កម្ពុជាបាទបានបញ្ជាក់ឲ្យដឹងគឺខ្ញុំសូមដកស្រង់ខ្លះៗនៅអ្វីដែលបានសរសេរនៅក្នុង page ទំព័រ Facebook របស់លោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកប្រាក់សុខុនបាននិយាយថានៅរុស្ស៊ីថ្ងៃទី26ខែឧសភាបាទបានថាមុននេះតែប្រហែលម៉ោងទេថា6ម៉ោងមុននេះលោកប្រាក់សុខុនលោកបានថ្លែងសន្និដ្ឋានជាតិនៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិគាត់ថ្លែងណាគឺលោកប្រាក់សុខុនបានសង្កត់ធ្ងន់ថានៅក្នុងយុគសម័យដែលពិភពលោកកំពុងកើនឡើងនៅបញ្ហាប្រឈមចំនួនប្រដាប់អាវុធនិងភាពតានតឹងភូមិសាស្ត្រនយោបាយការគោរពបូរណភាពទឹកដីនិងការដោះស្រាយបញ្ហាដោយសន្តិវិធីត្រូវតែបន្តដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាពអន្តរជាតិនេះគឺការលើកឡើងហើយនៅក្នុងសារនោះបានបន្ថែមថាអំឡុងពេលថ្លែងសន្និដ្ឋានថាលោកប្រាក់សុខុនក៏បានបញ្ជាក់ជាថ្មីនៅការបញ្ញាចិត្តឥតនិរេរបស់កម្ពុជាចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិនឹងបានថ្លែងដោយដកស្រង់ចេញពីបទពិសោធន៍ប្រវត្តិសាស្ត្រផ្ទាល់របស់កម្ពុជាគឺលោកបានគូបញ្ជាក់ថាចំនួនទៅតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនាតាមរយៈការទូតនិងការគោរពច្បាប់អន្តរជាតិបាទហើយជាក្នុងឱកាសនោះគឺលោកប្រាក់សុខុនក៏បានថ្លែងអំណរគុណចំពោះសហគមន៍អន្តរជាតិដែលបានគាំទ្រឲ្យមានបទច្បាញ់និងការដោះស្រាយដោយសន្តិវិធីនៃចំនួនព្រំដែនកម្ពុជាថៃបាទនេះគឺជាអ្វីដែលខាងភាគីកម្ពុជាបានបង្ហោះនៅមុននេះប្រហែលជា6ម៉ោងណាប៉ុន្តែខាងភាគីថៃនៅអត់ទាន់ឃើញមានឆ្លើយតបថាយ៉ាងម៉េចនៅឡើយទេបាទចាំបើសិនជាមានខ្លឹមសាររបស់លោកប្រាក់សុខុនអត់ក៏ខ្ញុំនឹងជម្រាបជូនប្រិមិត្តហើយបើសិនជាខាងភាគីថៃឆ្លើយយ៉ាងម៉េចដែលពាក់ព័ន្ធជាមួយនឹងប្រទេសកម្ពុជាគឺខ្ញុំនឹងជម្រាបជូនផងដែរគឺខាងភាគីថៃគឺលោកសៀសពួងកឹកកៅលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃបាទព័ត៌មានទី4បាទព័ត៌មានទី4នេះគឺជាសេចក្តីរាយការណ៍របស់កាសែត The New York Times កាសែត The New York Times បានឲ្យដឹងថារដ្ឋបាលលោកប្រធានាធិបតីដូណាល់ត្រាំឥឡូវនេះគឺចាប់ផ្ដើមបាទឲ្យមានការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងឬក៏កិច្ចសន្យាដែលមិនធ្វើឲ្យបែកធ្លាយឬធ្វើឲ្យលេចធ្លាយនៅការសម្ងាត់របស់រដ្ឋាភិបាលនោះទេបាទគឺបានន័យថាបុគ្គលិករដ្ឋាភិបាលទាំងអស់ត្រូវតែចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងហ្នឹងឬក៏កិច្ចសន្យាហ្នឹងបាទពីព្រោះអីហើយប៉ុន្តែទុកលទ្ធភាពឲ្យទីភ្នាក់ងារឬក៏ក្រសួងនីមួយៗធ្វើការសម្រេចចិត្តទៅថាអ្នកណាមួយដែលអាចនឹងកម្រិតណាអញ្ចឹងតាមសេចក្តីរាយការណ៍នេះគឺមិនដឹងច្បាស់លាស់ទេក៏ប៉ុន្តែបើតាមបទពិសោធន៍គឺប្រហែលជាមានតែត្រឹមថ្នាក់ណាដែលអាចមានព័ត៌មានដែលកម្រិតគេថាព័ត៌មានរសើបគឺត្រូវចុះហត្ថលេខាបាទឲ្យទីភ្នាក់ងារនីមួយៗបាទសម្រាប់ដោយខ្លួនឯងហើយថានេះចុះទៅលើគោលការណ៍ស្ម័គ្រចិត្តបាទគោលការណ៍ស្ម័គ្រចិត្តទេក៏ប៉ុន្តែអត់មានអ្វីចម្លែកទេពីព្រោះនៅតាមក្រុមហ៊ុនមួយចំនួនក៏គេឲ្យចុះហត្ថលេខាលើការ
សារការសម្ងាត់របស់ក្រុមហ៊ុនគេផងដែរពេលដែលចូលធ្វើការក្រុមហ៊ុនអីជាដើមនោះបាទអញ្ចឹងការដែលបែកធ្លាយព័ត៌មានក្នុងពេលកន្លងមកដែលបានជំរុញឲ្យមានការតម្រូវបែបនេះគឺនៅពេលដែលមានការធ្វើប្រតិបត្តិការដើម្បីចាប់លោក Nicolas Maduro ពេលហ្នឹងគឺមានព័ត៌មានបានចេញមកមុនអំពីប្រតិបត្តិការនោះបាទហើយកាសែត Washington Post កាសែត New York Times បានរាយការណ៍ក៏ប៉ុន្តែសារព័ត៌មានទាំងពីរនេះបានអះអាងថាបាទព័ត៌មានហ្នឹងគឺมันមានអ្វីដែលលក្ខណៈរសើបធ្វើឲ្យខូចឬក៏គ្រោះថ្នាក់ទៅដល់អ្នកធ្វើប្រតិបត្តិការនោះទេបាទអញ្ចឹងនេះគឺជាអ្វីមួយដែលប្រិយមិត្តនៅខាងក្រៅប្រទេសអាចរៀនសូត្រពីសហរដ្ឋអាមេរិកថានៅសហរដ្ឋអាមេរិកគឺមានបែបនេះដែរណាបាទខ្ញុំអាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងនាមជាអ្នករដ្ឋការរបស់សហរដ្ឋអាមេរិកដែរគឺបាទបើសិនជាឋានៈ supervisor manager ឡើងទៅគេឲ្យសញ្ញាចុះហត្ថលេខាទៅលើប្រចាំឆ្នាំតាក់ទងជាមួយនឹងការប្រកាសទ្រព្យសម្បត្តិដូចជាប្រកាសទ្រព្យសម្បត្តិចឹងបាទដូចខ្ញុំដែរស្ត្រូវហើយបាទតែបើសិនជាអ្នកនៅបុគ្គលិកធម្មតាទេអត់ទេអត់មានអីទេបាទនៅបើយើងឡើងទៅ supervisor manager អីបាទគេឲ្យចុះហត្ថលេខាទៅលើការប្រកាសទ្រព្យសម្បត្តិមានដើម្បីឲ្យគេបានដឹងណាជារៀងប្រព្រឹត្តអ្វីខ្លះបាទអញ្ចឹងនេះជាព័ត៌មានសម្រាប់អ្នកនៅសហរដ្ឋអាមេរិកបាទក៏ប៉ុន្តែជាមេរៀនមួយសម្រាប់អ្នកនៅខាងក្រៅសហរដ្ឋអាមេរិកផងដែរបាទព័ត៌មានចុងក្រោយនេះគឺមិនមែនកើតឡើងនៅរដ្ឋកាលីហ្វ័រញ៉ាដោយការព្រួយបារម្ភក្នុងពេលកន្លងមកទេកាលីហ្វ័រញ៉ាបែរជាទូស្រាហើយឥឡូវទៅជាមានរឿងផ្ទុះនៅរោងចក្រគីមីនៅខាង Longview បាទរោងចក្រកដាស់បាទនៅ Longview រដ្ឋ Washington State នោះបាទគឺបើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាមានមនុស្សជាច្រើនបានស្លាប់ហើយនឹងជាច្រើនបានរងរបួសនៅពេលដែលមានការផ្ទុះនៅរោងចក្រផលិតកដាស់នោះបាទសារធាតុគីមីគឺផ្ទុះតាំងពីពេលព្រឹកព្រលឹមថ្ងៃអង្គារនេះតែម្ដងបាទគឺអ្នកក្នុងនោះគឺមានអ្នកជួយសង្គ្រោះនោះក៏ទៅសង្គ្រោះនោះនៅខាងអ្នករដ្ឋាភិបាលនោះទៅជួយសង្គ្រោះនោះក៏បានរងរបួសផងដែរបាទហើយគេអ្នកខ្លះនោះចេះរលាកដោយសារគីមីនឹងយកទៅពេទ្យយកទៅអីចឹងទៅបាទក៏ប៉ុន្តែគេមិនអាជ្ញាធរមិនទាន់ដឹងថាតើមានអ្នករបួសប៉ុន្មានអ្នកនិងអ្នកស្លាប់ប៉ុន្មានអ្នកនោះទេគ្រាន់តែស្លាប់ច្រើនណាស្លាប់ច្រើនមកចំពោះច្រើនផងដែរបាទអញ្ចឹងនៅខាងរដ្ឋកាលីហ្វ័រញ៉ាវិញបាទនៅ Orange County គឺស្ថានភាពវិលមកធម្មតាវិញហើយអ្នកដែលជំនះចេញពីលំនៅឋាននោះគឺត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅឋានវិញហើយដោយសារតែនៅស៊ីទែននៅខាងលើនោះវាធ្លាយវាចេញខ្យល់ហើយចឹងដូច្នេះសម្ពាធដែលឲ្យវាផ្ទុះខ្លាំងទៅជាគ្រោះថ្នាក់ខ្លាំងដូចក្របបែកនោះលែងភ័យខ្លាចហើយអញ្ចឹងអាជ្ញាធរអនុញ្ញាតឲ្យពលរដ្ឋមួយចំនួនវិលត្រឡប់មកផ្ទះវិញហើយអ្នកខ្លះហ្នឹងគឺត្រៀមខ្លួនដើម្បីប្តឹងទាមទារលុយវិញពីព្រោះចំណាយថវិកាទៅសម្រាប់នៅសន្តាគារអ្នកខ្លះទៀតទៅសម្រាប់នៅផ្ទះមិត្តភក្តិជុំគ្នាហ្នឹងទៅបាទអញ្ចឹងនេះគឺជាព័ត៌មានសំខាន់ខ្ញុំជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទមានព័ត៌មានទាក់ទងនឹងការធ្វើផែនទីសម្រាប់មណ្ឌលសភាបោះឆ្នោតនៅសហរដ្ឋអាមេរិកនឹងមានការវិវត្តច្រើនដែរណានៅខាងរដ្ឋ Alabama នោះគឺខាងតុលាការបានបដិសេធចោលមិនឲ្យប្រើផែនទីថ្មីដែលគូដោយគណៈបក្សសាធារណរដ្ឋនោះទេបាទនៅ South Carolina នោះគឺខាងប្រតិភិនោះបានបោះឆ្នោតច្រើនចោលមិនឲ្យយកផែនទីនោះមកប្រើថ្មីនោះទេបាទហើយប៉ុន្តែនៅខាង Florida នោះតុលាការអនុញ្ញាតឲ្យបាទគូផែនទីថ្មីដែលយកអាសនៈរបស់ខាងប្រជាធិបតេយ្យនោះប្រើប្រាស់ហើយបាទឥឡូវនេះគឺស្ថានភាពទាក់ទងនឹងការបោះឆ្នោតពាក់កណ្ដាលនេះគឺជាការមួយដែលមានលក្ខណៈរញ៉េរញ៉ៃមែនទែននៅនយោបាយសហរដ្ឋអាមេរិកនៅពេលត្រឹមមកនេះណាដោយសារតែបាទមើលទៅសន្ទុះនៃការបោះឆ្នោតដើម្បីឲ្យក្រុមគណៈបកប្រជាធិបតេយ្យមកកាន់នៅសភាហ្នឹងគឺមានឡើងច្រើនហើយដូច្នេះខាងគណៈបករបស់លោកត្រាំគឺធ្វើយ៉ាងណាគូផែនទីថ្មីបាទគូផែនទីថ្មីយកមដូលនឹងតែម្ដងបាទគេដឹងតែកន្លែងណាមានក្រុមសាធារណរដ្ឋចាត់គេបញ្ចូលមកក្នុងនេះទៅហើយខាងគណៈបកប្រជាធិបតេយ្យហ្នឹងឲ្យទៅបំបីជាសម្លេងច្រើនទៅបាទគ្រប់សម្លេងបាទអាចនឹងក្នុងហ្នឹងគឺយកអាសនៈ5 6មករដ្ឋ5 6បាទអញ្ចឹងនេះបាទនេះគឺជានយោបាយនៅសហរដ្ឋអាមេរិកណាបាទអញ្ចឹងដូចខ្ញុំនិយាយដោយការពិតមិនចង់បញ្ចេញមតិប៉ុន្តែអាចចេញទៅគឺបាទគូផែនទីយកអាសនៈឆៅតែមុនបោះឆ្នោតមកបាទមុនបោះឆ្នោតបាទអញ្ចឹងនេះគឺជារឿងមួយដែលបាទរញ៉េរញ៉ៃពីព្រោះនៅរដ្ឋខ្លះហ្នឹងអត់បានទេដូចជានៅ Virginia ហ្នឹងគឺប្រជាពលរដ្ឋអ្នកបោះឆ្នោតថាអូខេទៅប្រើផែនទីថ្មីឡើងដល់តុលាការច្រានចោលវិញបាទឥឡូវហ្នឹងគឺនៅ Alabama ហ្នឹងខាងមីទីវីធោប្រឹងទៅតុលាការធោឲ្យទៅតុលាការកំពូលតទៅទៀតឲ្យធោគាត់បដិសេធរឡើងមកកំពូលទៀតក៏លោកកំពូលអនុញ្ញាតឲ្យប្រើបាទឥឡូវហ្នឹងវាមិនស៊ីមែនតើវារញ៉េរញ៉ៃដែលខុសពីសារការធម្មតាក្នុងពេលកន្លងមកគេធ្វើមណ្ឌលកែប្រែមណ្ឌលបោះឆ្នោតថ្មីដែរប៉ុន្តែគេធ្វើនៅ10ឆ្នាំម្ដងទៅតាមកត្តាភូមិសាស្ត្រប្រជាពលរដ្ឋពីព្រោះប្រជាពលរដ្ឋគាត់ចល័តចុះចល័តឡើងអញ្ចឹងរដ្ឋណាមានប្រជាពលរដ្ឋច្រើនមណ្ឌលណាច្រើនគេគូតាមហ្នឹងគេបែងចែកតាមហ្នឹងបន្ទាប់ពីធ្វើជំរឿនឥឡូវអត់ទេឥឡូវធ្វើតាមតម្រូវការរបស់លោកប្រធានាធិបតីដើម្បីឲ្យនៅឆ្នាំដដែលបាទនេះគឺជាព័ត៌មានសង្ខេបពីសហរដ្ឋអាមេរិកដែលខ្ញុំចង់ក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាសម្រាប់អ្នកដែលចូលមកស្ដាប់ព័ត៌មានគឺចាប់តែប៉ុណ្ណេះបាទឥឡូវបើមានសំណួរទេបាទមានសំណួរទេបាទយើងអាចសម្ដែងសំណានតិចមកមើលយកពីក្រោមគេមី home service សូមបងចែករំលែកមេរៀនជីវិតខ្លះផងបងចំសំណួរចង់និយាយរឿងចំណុចណាចង់ដឹងចំណុចណាមួយបាទមើលអាចសេទីមើលមី home service បាត់ពិសោធន៍ជីវិតច្រើនណាអាយុ50ជាងដូចចាំមានច្រើនចង់ដឹងចំណុចណាសួរតិចមកខ្ញុំអាចនឹងនិយាយខ្ញុំមិនលាក់លៀមអីទេបាទចង់ដឹងហ្នឹងណាល់ម៉ែនសួរថាម៉េចបងតើក្នុងនាមចិនជាប្រធានប្រវេន UNSC តើបញ្ហាប្រមាណខ្មែរសៀមអាចនឹងវិវត្តទៅជាយ៉ាងណាដែរចំពោះយោបល់បងព្រោះចិនមាននយោបាយមិនចាប់បង្ខំប្រទេសផ្សេងទៀតទេបាទមិនទេមិនមានអីប៉ះពាល់ទេពីព្រោះអីនៅចាំបានទេយើងកម្ពុជាមិនបានលើកបញ្ហាហ្នឹងទៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគេប្រជុំបទទ្វាលក្ខណៈប្រជុំបទទ្វាហ្នឹងគឺដើម្បីឲ្យភាគីដែលពាក់ព័ន្ធគឺនិយាយដោយចំហទាំងអស់ក៏មិនលាក់លៀមពីព្រោះហ្នឹងគឺអត់ឲ្យសាធារណជនដឹងទេដល់ពេលនិយាយលើកអស់ហើយគេក៏រុញបាល់ហ្នឹងមកអាស៊ានចាំទេបាក់រុញបាល់ហ្នឹងមកអាស៊ានពេលហ្នឹងសហរដ្ឋអាមេរិកក៏ចូលរួមក្នុងនាមជាប្រទេសជាមិត្តអីទេអញ្ចឹងណាមិនមែនក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេដូច្នេះការយល់ឃើញរបស់ខ្ញុំគឺទោះបីចិនធ្វើប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ប៉ុន្តែវាមិនមែនជាកិច្ចការមួយដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយកមកដោះស្រាយទេពីព្រោះបញ្ហានោះបានរុញបាល់មកខាងអាស៊ានទៅហើយក៏ប៉ុន្តែអ្វីដែលដល់មែនសួរហ្នឹងខ្ញុំអាចយល់បានថានេះឥឡូវចិនគាត់ធ្វើ
ធ្វើប្រធានអាស៊ានចឹងហើយខ្មែរដូចជាស្និទ្ធជាមួយអាស៊ានសំទោសប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចឹងហើយខ្មែរដូចជាស្និទ្ធជាមួយចិនហើយអាចខ្មែរនិយាយជាមួយចិនឲ្យយកបញ្ហាហ្នឹងទៅបានទេបាទអញ្ចឹងប៉ុន្តែខ្ញុំថាមិនមានអ្វីដែលផ្លាស់ប្ដូររហូតដល់យកបញ្ហាហ្នឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេពីព្រោះអីកិច្ចព្រមព្រៀងជុំបាញ់ក៏មានដែរណាមានក្រុម AOT ក៏កំពុងធ្វើការងារហ្នឹងដែរហើយស្ថានភាពតាមតឹងក្តៅចំនួនថ្មីក៏អត់មានទេបាទដូច្នេះអញ្ចឹងមិនមានអ្វីប្លែកទេណាណាមែនបាទតាមការយល់ឃើញរបស់ខ្ញុំណាបាទមានអ្នកណាទៀតអូខេសភាលោកនៅក្នុងរង្វង់សហភាពអឺរ៉ុបនិងសមាជិក NATO តើទំព័ររបស់បារាំងនិងអាល្លឺម៉ង់វិញណាមានទម្ងន់ជាងវាសំណួរនេះល្អមែនតើបាទសំណួរនេះល្អមែនតើបារាំងគឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបាទតាមនិយមន័យនេះគឺបារាំងគាត់ខ្លាំងណាគាត់ជាមហាអំណាចមួយយ៉ាងដែរណាហើយដោយសារតែអាល្លឺម៉ង់បាទសង្គ្រាមលោកលើកទី2គាត់បែកជាខាងលិចខាងកើតអញ្ចឹងទៅប៉ុន្តែនៅក្រៅពីអាល្លឺម៉ង់បង្រួមគ្នាវិញបានបាទជារឿងមួយដែរអាល្លឺម៉ង់ខ្លាំងណាស់ណាបាទអញ្ចឹងសំណួរដែលសួរមកហ្នឹងគឺមិនមែនជាសំណួរមេរៀនប្រវត្តិសាស្ត្រឲ្យខ្ញុំសូត្រប្រវត្តិសាស្ត្រគឺសំណួរពីបច្ចុប្បន្នគេថាបច្ចុប្បន្ននេះតើវាយ៉ាងម៉េចបើតាមខ្ញុំយល់គឺអាល្លឺម៉ង់បាទអាល្លឺម៉ង់គាត់ពង្រឹងកម្លាំងខ្លាំងបារាំងគាត់នៅក្នុងកម្រិតមួយដែលទៅមុខទៅក្រោយតិចទៅក្រោយប៉ុន្តែជ្រុំជើងហើយនឹងថយក្រោយជ្រុំជើងនិងថយក្រោយតែអាល្លឺម៉ង់គាត់បាទអញ្ចឹងបានខ្ញុំធ្លាប់បាននិយាយក្នុងពេលសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនខ្ញុំប្រាប់ប្រតិបត្តិមួយចំនួនថាសូមមើលអាល្លឺម៉ង់ទូនីតិរបស់អាល្លឺម៉ង់ថាតើក្នុងពេលសង្គ្រាមនេះតើអាល្លឺម៉ង់ងាកទៅណាបាទអាចនឹងចូលរួមចំណែកបានខ្លាំងបាទគឺអាល្លឺម៉ង់បានចូលរួមចំណែកបានច្រើនដែរណាបាទអញ្ចឹងបើនិយាយអ្នកណាខ្លាំងជាងអ្នកណាបាទគឺខ្ញុំថាខ្ញុំមើលទៅសន្ទុះនៃការដើរធ្វើកិច្ចការក្រៅហ្នឹងគឺអាល្លឺម៉ង់គាត់ចាប់ដើមពង្រឹងនៅក្នុងតំបន់ហ្នឹងឥទ្ធិពលរបស់គាត់ខ្លាំងដែរណាបាទអញ្ចឹងបើសិនជាអត់អាល្លឺម៉ង់មិនអាចនឹងរង្គោះរង្គើណាបាទរង្គោះរង្គើបាទមកលុចខ្ញុំជឿថាមន្ត្រីរដ្ឋាភិបាលក៏ចូលរួមចាប់ការផ្សាយនេះដែរហើយក៏អាចយកអនុសាសន៍ខ្លះមកពិចារណាដែរបាទមានបាទហ្នឹងរឿងខ្ញុំអាចបញ្ជាក់បានគឺមានមន្ត្រីរដ្ឋាភិបាលខ្លះគាត់ស្ដាប់ហើយគាត់អរគុណខ្ញុំដែលបានចែករំលែកព័ត៌មានពិតហើយនឹងយោបល់ខ្លះមួយចំនួនអញ្ចឹងបានដូចខ្ញុំធ្លាប់បាននិយាយប្រាប់ក្នុងពេលកន្លងមកអញ្ចឹងខ្ញុំថាអ្នកដែលអរគុណខ្ញុំច្រើនជាងគេគឺខាងរដ្ឋាភិបាលបាទពីព្រោះគាត់ដឹងទី1ខ្ញុំមិនមែនជាគ្នាខាងគាត់ទេបាទគាត់ដឹងច្បាស់បាទព្រោះថ្នាក់ធំគេខាងគណៈបព្វជិជនខាងរដ្ឋាភិបាលគេអ្នកណាទៅគ្នាគេប៉ះគេដឹងអស់ហើយបាទដូច្នេះគេដឹងច្បាស់ថាខ្ញុំមិនមែនទេបាទហើយទី2គឺចំហនៃការចែករំលែករបស់ខ្ញុំវាមានលក្ខណៈកណ្ដាលហើយវាមានលក្ខណៈចែករំលែកជាចំណេះដឹងជាយោបល់អីមួយចំនួនដែលដកពីប្រភពនានាដែលអាចឲ្យគេទៅពិចារណាបាទអញ្ចឹងជាការពិតដែលខ្ញុំនិយាយថាអ្នកដែលមិនអ្នកដែលខ្ញុំធ្លាប់គ្រប់គ្រងធ្លាប់ជួយក្នុងពេលកន្លងមកបែរជាអ្នកមកស្អប់មកខាងខ្ញុំវិញទេមួយចំនួនទូទេប៉ុន្តែអ្នកដែលមិនគ្រប់គ្រងថាបើក៏នៅតែចូលរួមស្ដាប់យល់ការចែករំលែករបស់ខ្ញុំមានប្រយោជន៍ដែរខ្ញុំដឹងបាទពីព្រោះអ្នកដែលនៅខាងគណៈបកមិនកាន់អំណាចពីកម្ពុជាហ្នឹងគឺតាក់ទងមកច្រើនអំខ្លឹមមកគុណខ្ញុំច្រើនដែរដែលបានឲ្យយោបល់អញ្ចឹងបាទជាការពិតមកខ្ញុំអត់លាក់លៀមទេបាទគឺមានការអញ្ចឹងនិយាយល្អស្អែកថ្ងៃមុនចុះថ្ងៃមួយមិត្តភក្តិខ្ញុំមកពីខ្មែរខ្ញុំមិនបញ្ចេញជាមួយគាត់បាទបើជាគាត់ឮសូរពាក្យគេប្រកាច់ប្រកួតខ្ញុំច្រើនពេកគាត់មកសួរដល់ផ្ទាល់មានខាងរដ្ឋាភិបាលតាក់ទងផ្សេងអីខ្ញុំសាយខ្ញុំថាអត់មានទេគេដឹងច្បាស់ថាខ្ញុំជាអ្នកណាមិនអាចនិយាយបានគេអត់មានទេគាត់ថាបើគេគាត់អរគុណបាទជួបពេលហ្នឹងគឺគេអរគុណថាជួបកម្មក្នុងកម្មវិធីអីអ្នកនៅអាមេរិកអីដែលគេនៃការគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាអីហ្នឹងដែលខ្លះជាសមាជិកគណៈបព្វជិជនកម្ពុជាគេជួបនៅពិធីអាពាហ៍ពិពាហ៍ជួបលៀងអីនៅកន្លែងហ្នឹងគេបនទានអីនៅសហគមន៍គេមកជួបគេអរគុណខ្ញុំថាគេថាអរគុណហ្មងបាទអរគុណបងប្អូនដែលបានចែករំលែកបានរៀនច្រើនហើយបាទដែលបាននិយាយចេញមករបៀបលក្ខណៈកណ្ដាលឲ្យគេយកជាគេថាជាចំណេះដឹងបានចឹងដែរមានបាទជាការពិតណាមនុស្សបាទមានអ្នកខ្លះគាត់ថាស្ដាប់ព្រឹកល្ងាចដែរប៉ុន្តែគាត់អត់ធ្វើ comment ទេបាទអញ្ចឹងបានជាការនិយាយរបស់ខ្ញុំទៅខាងថ្លៃឲ្យបានច្បាស់ដោយខ្ញុំចូលលើតាំងពីដើមទីមកខ្ញុំបានប្រកាសគឺចូលលើគោលការណ៍បាទជាមួយនឹងកម្ពុជាបាទការពារកម្ពុជាទល់នឹងថៃបាទទោះបីជាមានរឿងរ៉ាវក្នុងពេលអតីតកាលយ៉ាងម៉េចហើយតែអនាគតយ៉ាងម៉េចអានឹងរឿងមួយផ្សេងទៀតប៉ុន្តែពេលនេះគឺបាទខ្ញុំចូលជាមួយនឹងកម្ពុជាដើម្បីនិយាយអ្វីដែលនឹងឲ្យយោបល់អ្វីបាទដើម្បីទប់ជាមួយនឹងថៃនឹងឲ្យបានផុតគ្រោះពីសិនបាទចាំបញ្ហានឹងចាប់ឬគេសិទ្ធិមនុស្សជាធិបតេយ្យរឿងការបញ្ចេញមតិរឿងការពារព្រៃឈើបរិស្ថានពុករលួយអ្នកពុករលួយអីបពុនិយមអានឹងរឿងផ្សេងទៀតធ្វើបាទខ្ញុំសូមថាជួយប៉ុណ្ណឹងប៉ុន្តែដល់ពេលចំណុចហ្នឹងមានចំណុចមួយបាទដែលខ្ញុំចែករំលែកផងដែរណាវាជារឿងចែកដល់នេះវាជារឿងចែកដល់មកលេចអរគុណច្រើនដែលបានសួរសំណួរហ្នឹងធ្វើឲ្យខ្ញុំចង់ចែករំលែកយូរហើយខ្ញុំភ្លេចបាទអញ្ចឹងឥឡូវហ្នឹងចប់រឿងរបស់មកលេចសួរនិយាយអំពីការចែករំលែកមេរៀនវិញម្ដងធ្វើការនៅកន្លែងណាក៏ដោយមេខ្ញុំមុនឬមេរបស់ UN របស់ខ្ញុំដែរគាត់បរៀនហ្នឹងគាត់ថាកុំរុះស្ពានចោលពេលដែលយើងដើរហើយកុំរុះស្ពានចោលគឺយើងត្រូវតែរក្សាបណ្ដាញចាស់ហើយបង្កើតបណ្ដាញថ្មីបាទគឺបានន័យថាអ្នកណាដែលធ្លាប់ធ្វើការជាមួយយើងអីគឺនៅរក្សាជួបគ្នាយូរម្ដងតាក់ទងគ្នាកុំឲ្យផ្ដាច់បណ្ដាញចាស់ឲ្យសោះជារឿងសំខាន់ណាស់បាទហើយបានជាខ្ញុំយល់ថាមានសារៈសំខាន់ធ្វើកិច្ចការងារក្នុងជីវិតប្រចាំថ្ងៃក៏ដោយការងារក៏ដោយធ្វើនយោបាយក៏ដោយកុំដើរមិនទាន់ផុតស្ពានរុះស្ពានចោលបាទអ្នកខ្លះដើរផុតស្ពានហើយបានរុះស្ពានចោលណាតែកាន់តែគ្រោះថ្នាក់គឺដើរអត់ទាន់ផុតស្ពានរុះស្ពានចោលអូនឹងគ្រោះថ្នាក់ណាស់បាទគឺបានន័យថាយ៉ាងម៉េចបាទបានន័យថាខ្លួនកំពុងតែត្រូវការគេនៅឡើយតែប៉ុន្តែដោយសារតែស្ថានភាពណាមួយហើយយើងបាយប្រហាគេបាយអានោះគឺគ្រោះថ្នាក់ណាស់ខ្ញុំជាមេរៀនទូទៅតែខ្ញុំលើកឧទាហរណ៍ហ្នឹងដោយបានជាខ្ញុំចង់យកមកចែករំលែកហ្នឹងគឺវាជារឿងចៃដន្យទេដែលប្រហែលថ្ងៃមុនខាងតុលាការគាត់បានសម្រេចតាក់ទងជាមួយនឹងលោកកឹមសុខា
ពេលហ្នឹងប្រិមិត្តមកសួរខ្ញុំឲ្យយោបល់ថាម៉េចពីរឿងលោកកឹមសុខាបាទពេលហ្នឹងខ្ញុំក៏និយាយអស់មែនវាចំហរបស់ខ្ញុំគឺខ្ញុំចង់ឲ្យមានការរួបរวมគ្នាបាទខ្ញុំយល់ថាពេលវេលាសមស្របក្នុងការដល់លេងលោកកឹមសុខាពេលហ្នឹងប្រិមិត្តនៅចាំណាណាហ្នឹងមិនមែនដល់ចាញ់ខ្ញុំបានខ្ញុំទា credit ទេបាទខ្ញុំនិយាយពីព្រោះវាមានសារៈសំខាន់ខ្ញុំថាបើសារ៉ារ៉ាប់គេនិយាយចឹងគឺដូច្នេះវាល្អចឹងទៅឥឡូវនេះវាចៃដន្យលោកកឹមសុខាទៅបានដល់លេងមែនបាទបើទោះបីជាមានជាប់លក្ខខណ្ឌអ្វីទៀតនឹងរឿងផ្សេងប៉ុន្តែយ៉ាងណាយ៉ាងណាគាត់ជា free man ជាអ្នកដែលមានសេរីភាពលោកអាចធ្វើសកម្មភាពអ្វីនៅរឿងរបស់គាត់ហ្នឹងគឺវាជាចំណុចវិជ្ជមានមួយដូច្នេះខ្ញុំប្រៀបដូចជាកូនចាប់ទូចមួយដែលទឹកគិនីទៅឲ្យខ្ញុំទៅចាប់អត់ទឹកចំពេលហ្នឹងបាទទឹកគិនីទៅដូចមានអារម្មណ៍ថាខ្លួនឯងបើចំទៅទឹកសមុទ្រស្រកអីចឹងដែរប៉ុន្តែវាជារឿងចៃដន្យនៃការពិតគ្មានអ្នកណាមកស្ដាប់សម្ដីខ្ញុំទេគាត់ថាវាជារឿងចៃដន្យខ្ញុំក៏ញញឹមចឹងដល់ញញឹមចឹងខ្ញុំក៏នឹកឃើញដល់អ្វីដែលខ្ញុំចង់និយាយពង្រៀនប្រិយមិត្តដែលខ្ញុំដកបទពិសោធន៍ពីមេខ្ញុំមកហើយដែលខ្ញុំបាននិយាយដោយចាប់ដើមថាឆ្លងស្ពានមិនតាន់ផុតគំរូស្ពានចោលគ្រោះថ្នាក់បើអ្នកខ្លះឆ្លងស្ពានផុតរូបស្ពានចោលវាអត់ល្អហើយប៉ុន្តែអត់អីទេគាត់ថ្ងៃក្រោយគេដេញមកដល់ហើយស្ពានតែប៉ុន្តែមិនតាន់ឆ្លងស្ពានផុតរូបស្ពានចោលហ្នឹងគ្រោះថ្នាក់ធ្លាក់ទឹកក្រាំងពីព្រោះវាសំខាន់ណាស់វាសំខាន់ណាស់ខ្ញុំធ្លាប់ជួបរឿងចរាចរណ៍ដែរអ្នកខ្លះគាត់ចេញពីកន្លែងការងារហ្នឹងហើយណាបាទក៏ប៉ុន្តែអង្គភាពមួយចំនួនគេចង់តាក់ទងរឿងហ្នឹងគេមកសួរយោបល់អ្នកហ្នឹងវិញឧទាហរណ៍ថាខ្ញុំធ្លាប់ទៅនៅ VOA ចឹងតែឧទាហរណ៍ណាទៅនៅ VOA ខ្ញុំជួបពី VOA បាទហើយក្រោយទៅគេចង់ដឹងស្ថានភាពនៅ VOA នឹងដំណើរការមិនគេអាចមកសួរខ្ញុំពីការដឹកនាំមិនហ្នឹងបាទគេសួរណាអាចដឹងឃើញទេអញ្ចឹងដូច្នេះឬក៏និយាយដោយចំមួយដែលពេលបច្ចុប្បន្ននេះអាចនឹងមានបាទឡើយថាមានចឹងមកកុំលាក់ឧទាហរណ៍ដូចជានៅសមាជិកសភារបស់សហរដ្ឋអាមេរិកបាទគាត់ស្ដាប់ខាងអ្នកដែលនយោបាយប្រឆាំងអីមកនិយាយមួយគាត់ស្ដាប់ណាក៏ប៉ុន្តែបញ្ចប់ពីហ្នឹងគាត់មានប្រភពរបស់គាត់ដើម្បីទីផ្ទាល់មួយដែរណាតែអ្នកណាជាអង្គការសង្គមស៊ីវិលជាសារព័ត៌មានរបស់គាត់ឬក៏ជាអ្នកដែលទូតរបស់គាត់អីហ្នឹងបាទគាត់មានទីផ្ទាល់មួយដែរអញ្ចឹងណាបាទអញ្ចឹងបើសិនជាក្នុងករណីដែលអ្នកហ្នឹងគាត់និយាយពាក្យល្អប្រាប់ទៅអាហ្នឹងអត់អីតែបើសិនជាចៃដន្យអ្នកហ្នឹងគាត់និយាយពាក្យតាំងអ្នកនោះគឺចេះខាត់ប្រយោជន៍អញ្ចឹងពេលខ្លះទៅប្រយ័ត្នកន្លែងហ្នឹងណាបាទប្រយ័ត្នកន្លែងហ្នឹងដែលខ្ញុំនឹកឃើញឧទាហរណ៍ដូចជាក្នុងករណីដែលលោកកម្មសខាអញ្ចឹងខ្ញុំនិយាយទៅខ្ញុំមិនទាមទារ credit ប៉ុន្តែអាចគាត់ថាយោបល់ដែលខ្ញុំនិយាយចេញមកហ្នឹងអាចជាការបន្ថែមមួយគំនិតមួយគេថាអូឥឡូវនេះមនុស្សដែលដូចលោកកំសេអញ្ចឹងមនុស្សដែលអត់មានចូលខាងណាគាត់ឲ្យយោបល់ថាគាត់និយាយជាយោបល់ទូទៅថាបើធ្វើអញ្ចឹងចំណេញអញ្ចឹងអាចជួនកាលគេចង់សម័យធ្វើអញ្ចឹងដល់បន្ថែមហ្នឹងទៀតទៅគេថាអីធ្វើអញ្ចឹងត្រូវបាទអញ្ចឹងត្រូវធ្វើអញ្ចឹងទៅបាទវាទៅជារឿងអញ្ចឹងតែបើសិនជាខ្ញុំអ្នកដែលដូចឯករាជ្យឬក៏នេះយើងនិយាយថាអូដោះលែងកម្មសខាអត់ប្រយោជន៍អីមិនអាហ្នឹងវាទៅនឹងគេចាប់ដើមពិចារណាគេនៅដល់លែងប៉ុន្តែក៏គេនៅបន្តថាចេះចូលអញ្ចឹងដែរអញ្ចឹងដូច្នេះរឿងសំខាន់ណាស់បង្កមិត្តជាជាងបង្កសត្រូវអាហ្នឹងជារឿងមួយសំខាន់ជាមេរៀនជីវិតដែលបងអូនណាសួរនោះបាទខ្ញុំអាចចែករំលែកអញ្ចឹងបានណាបាទហ្នឹងគឺខ្ញុំចង់និយាយយូរហើយបាទខ្ញុំចង់និយាយយូរប៉ុន្តែខ្ញុំជិះភ្លេចបាទខ្ញុំអាចចែករំលែកអញ្ចឹងបានគឺធ្វើយ៉ាងណាកុំចូលលើគោលការណ៍បង្កសត្រូវឲ្យសោះបង្កើតមិត្តល្អជាងបាទអញ្ចឹងពីព្រោះខ្ញុំដឹងថាអ្នកនឹងអាចនឹងជួយយើងបានបណ្ណា recommend អីបានអញ្ចឹងដែរបាទនៅក្នុងកិច្ចការងារក្នុងជីវិតក្តីក្នុងការងារនយោបាយក្តីមានរឿងច្រើនបាទអូខេអ្នកណាទៀតលើកលៀងតាមបងជាកូនចាប់ដល់សំណាងកូនចាប់កូនព្រាបលោកលំលីកន្លងមកយោបល់បងតើតើនៅចំនួនខ្មែរសៀមឃើញយោបល់បងតែឃើញរដ្ឋបាលយុអនុវត្តចៃដន្យណាបងបាទវាជារឿងចៃដន្យទេលោកលំលីអីបាទលោកលំលីការពិតពួកគាត់ចេះបាទពួកគាត់ចេះធ្វើការងារអត់និយាយនោះខ្ញុំយល់សប្បាទពួកគាត់ចេះធ្វើការងារខ្ញុំយល់ថាពួកគាត់ចេះធ្វើការងារដោយសារខ្ញុំជួបជាមួយណាមិនតែមួយចំនួនគេនិយាយមកខ្ញុំអូគេធ្វើការងាររបស់គេល្អរបស់គេមែនណាបាទមានណាបាទគឺច្រើនណាស់ណាប៉ុន្តែយើងអត់ដឹងថាគុំសមយោណាកុំពេលខ្លះស្ដាប់យោបល់ទីយោបល់បានច្រើនទៅវាល្អដែរជាពិសេសដូចខ្ញុំបាននិយាយដដែលអញ្ចឹងមនុស្សដែលចង់បានផលប្រយោជន៍ដូចខ្ញុំដែលមានទៅបាក់ពួយដូចខ្ញុំនៅចាំបាននេះពេលដែលខ្ញុំចាប់ដើមចែករំលែកដំបូងចំណុចដំបូងពេលដែលថៃរៀបកម្លាំងវាហ្នឹងមានអ្នកមកសួរខ្ញុំបាទរដ្ឋាភិបាលឲ្យការងារបងទៅទេលោកកំសែងទៅទេខ្ញុំចង់ថាមិននៅចាំបាននេះខ្ញុំថាកិច្ចការតិចតួចមួយចំនួនយើងទៅតែមានគំនិតថាយើងជួយដោយកុំចង់បានផលប្រយោជន៍បើយើងថាបើឲ្យខ្ញុំធ្វើអានោះទៅឲ្យនេះមកខ្ញុំសិនមកអានឹងវា transactional ជាការដោះដូរគ្នាអានឹងវាមិនជាមានតម្លៃទៅយោបល់របស់យើងគំនិតរបស់យើងបាទយើងតម្លាក់តម្លៃរបស់ខ្លួនយើងទៅវិញទេបាទអញ្ចឹងបាទនៅពេលដែលយើងជួបស្ថានភាពមួយយើងនិយាយយើងចូលរួមមតិដោយលើកទឹកចិត្តបាទលើកទឹកចិត្តយើងក៏មើលឃើញចំណុចអវិជ្ជមានប៉ុន្តែពេលខ្លះមិនមែនជាពេលដែលទៅនិយាយបំផាក់ទឹកចិត្តទេបាទទៅជាពេលដែលទៅលើកទឹកចិត្តបាទយើងចូលរួមចំណុចចឹងទៅគេមើលឃើញបាទហើយខ្ញុំនិយាយទៀតគឺជៀសវាងការដែលក្នុងករណីដែលដូចកម្ពុជាជាមួយថៃយើងកំពុងជួបបញ្ហាយើងឲ្យយោបល់ឬក៏យើងនិយាយតើយើងចង់បានកុំមានគំនិតអញ្ចឹងវាអត់ល្អទេបាទអរគុណច្រើនបាទអូខេមកមីក្រេស្មិញហ្នឹងមកអូខេអត់មានអីទៀតទេណាបាទហ្នឹងទៅខ្ញុំបាននិយាយតែដែរខ្ញុំខាននិយាយពីនយោការបញ្ចេញមតិរបស់ខ្ញុំឲ្យបើពេញចិត្តតោះចិត្តនេះសូមអធិស្ឋានកាន់តែពេញទៅណាបាទកុំប្រកែកខ្ញុំមកចូលរួមមតិដោយស្មោះអស់ពីចិត្តបាទហើយក៏មិនមែនមានន័យថាខ្ញុំចេះដឹងចាំគេនេះដែរបាទអូខេអស់គេលោកសិដ្ឋាកាន់ជួបលោកសិដ្ឋាយូរនេះជួបនេះ coming in the next few days ដល់ជួបតាំងបាទខែ6ជួបគ្នាបាទហុយចន្ទរិទ្ធបាទរក្សាក៏ថាលោកពូបន្ទាប់ពីលោកថានិយាយរដ្ឋាភិបាលគូផ្សព្វផ្សាយជាមួយលោកកម្មសខាទៅស្រាប់តែគេលើកលែងទូលោកកម្មសខាទៅលោកពូដឹងមុនឬលោកបានជួយនៅក្នុងសំណុំរឿងនេះសម្រាប់មួយអរគុណលោកពូទុកជាមួយអត់ទេអត់ដឹងទេបាទជាយោបល់ទូទៅបាទអត់លាក់លៀមទេបាទជាយោបល់ទូទៅទេបាទយោបល់ទូទៅហើយវាស័ក្តិសមមែនវាស័ក្តិការហើយក៏ប្រហែលជាចុងក្រោយនោះបាទថាតែម្ដាយលោកកម្មសខាគាត់មានបញ្ហាអញ្ចឹងបាទអញ្ចឹងក៏មានរឿងនឹងកើតឡើងអញ្ចឹងទៅបាទខ្ញុំ
បើគេមានពាក្យមួយដែលខ្ញុំចង់និយាយប៉ុន្តែខ្ញុំមិនសូមមិននិយាយពាក្យមួយហ្នឹងគឺបើសិនជាខ្ញុំនិយាយបើជាមានអ្នកយល់ស្របនឹងច្រើនប៉ុន្តែក៏មានចំនួនតូចដែលមិនយល់ស្របទេបាទពីព្រោះយើងមើលឃើញផ្ទាល់ខ្លួនឯងបាទប៉ុន្តែខ្ញុំមិនសូមនិយាយពាក្យហ្នឹងមួយហ្នឹងបាទពាក្យហ្នឹងក៏ពិតមានអត្ថន័យល្អណាស់សម្រាប់ប្រិយមិត្តទាំងអស់គ្នាគួរយល់ដឹងអំពីការថាចរិតនិងរបៀបធ្វើការរបស់ថ្នាក់ដឹកនាំមួយបាទខ្ញុំដឹងខ្ញុំតាមសង្កេតថ្នាក់ដឹកនាំមួយធំជាពិសេសដូចលោកហ៊ុនសែនខ្ញុំតាមចរិតរបស់គាត់របៀបធ្វើការរបស់គាត់បើលោកសំរងស៊ីខ្ញុំតាមចរិតរបស់គាត់របៀបធ្វើការរបស់គាត់លោកកឹមសុខាហ្នឹងបងចាស់ក្រុមព្រះខ្ញុំតាមខ្ញុំវិតម្លៃតាមមើលចរិតរបៀបធ្វើការ style នៃការនិយាយយើងដឹងអញ្ចឹងបាទដូច្នេះយើងដឹងថារឿងនេះវាទៅច្រកណាបាទយើងមើលតាមហ្នឹងក៏ផងដែរក៏មានដែរបាទខ្ញុំមានមតិដែលខ្ញុំចង់និយាយនេះគឺទាក់ទងជាមួយនឹងវិធីសាស្ត្រនិងចរិតរបស់អ្នកដឹកនាំមួយចំនួនដែលបើសិនជាយើងដឹងឱកាសធ្វើយ៉ាងម៉េចប៉ុន្តែសូមមិននិយាយពេលនេះពីព្រោះច្បាស់ជាមានអ្នកមិនពេញចិត្តខ្លះគាត់មិនទទួលយកបានប៉ុន្តែអ្នកដែលទទួលយកបាននឹងច្រើនក៏គាត់ដឹងខ្លួនឯងគាត់ខ្ញុំនិយាយទៅដូចបន្ថែមតែប៉ុណ្្នឹងទេបាទបើសិនមិននិយាយចាស់បាទមានសំណួរច្រើនណាស់បាទឥឡូវចាស់សំណួរអូខេបើទុកថ្ងៃក្រោយខ្លះតែឥឡូវជិត1ម៉ោងដែរហើយបាទអូខេឥឡូវចង់ក្រោយសូមបរមីសីហៈសំណួរទៅបរមីសីហៈក៏ថាខ្ញុំពិតជាមានសេចក្តីកោតសរសើរបងណាស់ដែលតែបានចែករំលែកចំណេះដឹងដល់បងរបស់បងជួយដល់ជាតិយើងហើយក៏សោកស្ដាយបច្ចុប្បន្នខ្លះដែលមិនបានជួយដូចបងបាទកុំសោកស្ដាយបាទខ្ញុំនិយាយនោះខ្ញុំក៏សោកស្ដាយដែរប៉ុន្តែមិនគួរសោកស្ដាយអីប្រហែលដែរព្រោះជាលើកទឹកចិត្តរបស់គាត់ទៅបាទជួនកាលដូចឥឡូវខ្ញុំនិយាយពីមួយម៉ាត់នឹងមួយទៀតចោលដើម្បីឲ្យគាត់គាត់ស្ដាប់ឬគាត់ជឿចិត្តអីគាត់ដូរឬក៏គាត់មានសេចក្តីក្លាហានគាត់ដូរពេលខ្លះគាត់និយាយទៅការនិយាយការចែករំលែកយើងត្រូវមានគោលការណ៍ចេះមនុស្សសម័យបណ្ដាញសង្គមមនុស្សម្នាក់ដែលមានគេស្ដាប់ច្រើនហ្នឹងគាត់មានឥទ្ធិពលខ្លាំងដូចជាសារព័ត៌មានមួយអញ្ចឹងបាទដូច្នេះនេះយើងត្រូវយល់ពីចំណុចហ្នឹងអញ្ចឹងពេលខ្លះគាត់អាងហ្នឹងគាត់និយាយទៅមានគេគ្រប់គ្រងគាត់ក៏ច្រើនគាត់ចូលតាមហ្នឹងផងដែរបាទចេញជំងឺទូឯងហ្នឹងបាទហ្នឹងគឺគាត់និយាយហ្នឹងគឺអត់មានអ្នកណាផ្ទៀងផ្ទាត់អ្វីអាចនឹងប៉ះពាល់អ្នកដទៃទៀតអញ្ចឹងបើសិនជាយើងជាបញ្ញវន្តយើងមានចំណេះដឹងហើយយើងនិយាយទៅមានអារម្មណ៍ថាទៅយល់ថាអ្វីដែលយើងនិយាយគឺมันអាចបំពេញទឹកចិត្តមនុស្សគ្រប់គ្នាអត់បានទេបើមិនចឹងមិនមានសាសនាពុទ្ធសាសនាគ្រិស្តសាសនាអ៊ីស្លាមទេបានទេដោយសារតែមនុស្សមានជំនឿខុសគ្នាហ្នឹងហើយអញ្ចឹងមិនមែនអ្នកណាល្អជាងអ្នកណាអាក្រក់ជាងបើចឹងយើងទៅយល់អញ្ចឹងបើសូម្បីតែព្រះក៏មានច្រើនដែរអញ្ចឹងយើងនិយាយទៅថាឲ្យគេគ្រប់គ្រង 100% កុំទៅពឹងបែបហ្នឹងបាទទី2ទី3អ្វីទី2ទី3គឺយើងទៅឲ្យបែងចែកជួនកាលអ្នកខ្លះគាត់អាចទទួលបានផលពីការចែករំលែកចំណេះដឹងរបស់យើងហ្នឹងច្រើនជាងអ្នកដែលមិនពេញចិត្តអញ្ចឹងបើយើងយកមនុស្សម្នាក់ពីរនាក់ហ្នឹងដែលគាត់មិនពេញចិត្តគាត់ធ្វើ comment គាត់ជេរគាត់ឡើងវីដេអូអីហ្នឹងបាទយើងឲ្យយើងសុញយើងលែងចែករំលែកចំណេះដឹងអានឹងខាប់ឲ្យទូទៅធំទៅវិញទេហ្នឹងកុំចឹងខ្ញុំយល់ថាគួរមានសេចក្តីក្លាហានបាទបើកាលណាយើងយល់ថាអ្វីដែលយើងនិយាយវាមិនត្រូវទាំងស្រុងបាទយើងនិយាយទៅមានគេរិះគន់អីហ្នឹងបាទហ្នឹងយើងអាចធ្វើឲ្យកែលម្អអញ្ចឹងយើងមានសេចក្តីក្លាហានដូចខ្ញុំបើកឲ្យបាទហើយចុងក្រោយដូចខ្ញុំនិយាយដដែលអញ្ចឹងគួរតែមានមេត្តាខ្លះពេលដែលយើងនិយាយទៅគេរិះគន់គេថាយទៅទម្រង់នៃការបញ្ចេញមតិចុះឲ្យគេនិយាយទៅកុំគេថាយើងថាវិញមិនមែនមានន័យគេថាមិនមែនមានន័យហេតុផលគ្រប់គ្រាន់ក្នុងការដែលយកពាក្យគេរិះគន់យើងគេជេរយើងមកជេរគេវិញទេណាពាក្យដែលគេនិយាយគ្រោតគ្រាតមកយើង it's not a good justification to fight back គឺមិនមែនថាគេខ្ញុំសំទោសខ្ញុំនិយាយចូលពីអង់គ្លេសបាទគឺបានន័យថាបើគេនិយាយគ្រោតគ្រាតមកយើងមិនមែនមានន័យថាអូដោយសារឯងគ្រោតគ្រាតជាមួយខ្ញុំបាទខ្ញុំគ្រោតគ្រាតដល់ឯងវិញមិនមែនទេមិនមែនជាវិធីដែលទៅសបស្តាមវិធីហ្នឹងទេបាទអញ្ចឹងសូមអរគុណណាបាននិយាយថ្ងៃនេះនិយាយច្រើនមែនតើបាទសូមអរគុណសូមជម្រាបលា